បាទសួស្តីពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះវីដេអូហាត់ប្រាណខ្ញុំមកដល់ទៀតបាទថ្ងៃនេះហាត់ប្រាណជាមួយនឹងខោជើងវែងម្ដងបាទនេះយើងហាត់យកស្មាពីក្រោយបាទអាបងយកស្មាពីក្រោយបាទឲ្យវាមើលទៅមានសាច់ដុំល្អអញ្ចឹងយ៉ាបង10 20ដងអីទៅបាទ10 20ដងមួយសិតប្រហែលជាខ្ទង់ខ្ញុំអាបងប្រហែលជា20ទៅ5 10បាទពោះអាបងច្រាក់កើបាទចុកដៃយើងខានអាបងយូរបាទហើយយើងដូរក្បាច់ដូរអីយកក្បាលពុះខ្លះបាទគ្នារៀងប្លែកបាទស្ទាកខកបយហាត់តែម្ដងបាទហើយណាមួយខ្ញុំរៀងឡើងក្បាលពុះមកបាទហាត់តែបន្តិចគឺហត់យកតែមែនតែម្ដងបាទនេះបាទយើងលើកបែបនេះបាទលើកបែបនេះបាន15ដងទៅ20ទៅដើម្បីឲ្យក្បាលពុះយើងឆាប់ស្រកបាទអស់ខ្លាញ់ក្បាលពុះយើងចេញតម្រង់ឡើង six pack អីចឹងទៅមួយយ៉ាងអីទៅបាទយើងធ្វើកាន់តែច្រើនកាន់តែល្អបាទព្រោះក្បាលពុះនេះធ្វើការចេះការចូលបាទហើយនេះបាទយើងលើកដុំស៊ីម៉ងខ្ទង់10គីឡូបាទ10គីឡូជាង10គីឡូទៅ3 10គីឡូទៅយើងលើកបែបនេះឲ្យក្បាលពុះយើងហាប់ណែនបាទហើយតែដុំដៃយើងបាទគឺអានេះវាឡើងប្រងគ្នាតែម្ដងបាទចំនួន20ដងបាទមើលតែមុខខ្ញុំលើកដឹងថាធ្ងន់ប៉ុណ្ណាបាទគឺដៃប្រឹងមែនតើបាទគឺចូលសាច់ល្អមែនតើចូលសាច់ដុំយើងល្អមែនតើយើងហាត់បែបនេះបានតែ2 3ថ្ងៃឃើញលទ្ធផលបាទឡើងសាច់ឡើងអីចឹងដុំយើងមានអីចឹងណានេះតែពាក់យើងហាត់យកក្បាលពុះទៀតបាទយើងលើកជើងខាងលើ15ដងអីទៅ20ដងអីទៅបាទក្បាលពុះយើងចូលណែនល្អបាទលើកបែបនេះមកទៅរីអាក្រក់មើលបន្តិចបាទតែក្បាលពុះយើងចូលបានហាប់ណែនល្អបាទចូលណែនល្អយើងធ្វើបែបនេះបាន3 4ដងបាទ5 10ដងធ្វើបាន3សិតបាទដើម្បីឲ្យក្បាលពុះរបស់យើងស្រកខ្លាញ់លឿនហើយវាឡើងសាច់ដុំបាទហើយសាច់យើងណែនល្អបាទនេះខ្ញុំចង់ហាត់លោតបាទលោតកាត់បាទខោបាទលោតបាទហើយយើងលើកដុំដែកវិញយើងលើកយកសាច់ដុំដៃបាទយកសាច់ដុំដៃឲ្យវាដៃរបស់យើងរឹងមាំមកវាណែនអញ្ចឹងណាវារឹងមាំអញ្ចឹងហាត់លើកម្ខាង20ម្ខាង20ទៅ5 10អីទៅយើងហាត់នេះបែបនេះរងថ្ងៃសាច់យើងណែនមែនតើអត់យីទេសាច់យើងហាប់ណែនល្អមកចូលបាទចូលនឹងស្មាចូលនឹងដោះចូលអីបានទាំងអស់បាទបែបនេះក្បាលពុះបាទក្បាលពុះក៏បានស្មាក៏បានដៃក៏បានទាំងអស់សម្រាប់អ្នកដែលខ្ជិលហាត់ប្រាណនៅជីមនៅអីបាទខ្ញុំហាត់នៅផ្ទះបាទទៅជីមងុយដេកបាទហាត់នៅផ្ទះហាត់លេង